យ៉ាងហ្នឹងមិនសម្បងប្រោយតែដល់សម្បងឲ្យមិនទិញយកទៅផ្លោទៅអីសើសើសិនស្រាប់មានរសជាតិបែបនេះសួស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំជិះម៉ូតូទៅដើររកទិញស្រាឆ្នាំហើយយកផ្លុកឥឡូវស្រាឆ្នាំវាមានរសជាតិមិនចឹងណាឥឡូវយើងធ្វើដំណើរទៅឥឡូវចេញពីខាងជួយយវ៉ាទៅឥឡូវយើងមកដល់ផ្សារតូចឥឡូវយើងក៏ធ្វើដំណើរចេញទៅណាស្រាឆ្នាំទួសកែគេថាបងអាពេលគេខ្ញុំធ្លាប់ឃើញអាគេមកទិញស្រាឆ្នាំហ្នឹងគេឲ្យភ្លុកភ្លុកតិចតិចអត់មានភ្លុកនោះហើយភ្លុកដល់រសជាតិនេះចិត្តហ្នឹងថាស្រាឆ្នាំណាពេលគេភ្លុកគេធ្វើមុខគេធ្វើមុខបបាក់ណាភ្លុកហើយចាំមើលគាត់ឲ្យភ្លុកអត់យើងអស់ហើយនេះនៅក្នុងបងអានឹងត្រាំកកពេញឥឡូវយើងទៅហូបទៅឥឡូវយើងមកទិញបាន2ដងយើងសាក2ដងឥឡូវខ្ញុំចង់សុំគាត់ភ្លុកណាអាពេលភ្លុកទៅអាពេលភ្លុកទៅរសជាតិវាយ៉ាងម៉េចហ៎បងប្អូនគ្នាណាឥឡូវសុំគាត់ភ្លុកគាត់សុំភ្លុកទៅមើលថាអាពេលធម្មតាពេលភ្លុកទៅគេធ្វើមុខពិបាកណាឥឡូវកំពុងតែរងចាំមកគាត់ឲ្យភ្លុកអ្នកគេមកតមកចង់ដល់លាក់អត់នឹងគេថតស្លាប់គាត់ដាក់ថតគាត់សានេះឥឡូវគាត់ឲ្យភ្លុកនេះឥឡូវចាំមើលសាប់ភ្លុកឥឡូវសួរអ្នកលក់ហ្នឹងផ្លែឈើគេបងចាផ្លែឈើគេមានឯងដាក់យ៉ាងហ្នឹងមិនសម្បងប្រោយតែដល់សម្បងឲ្យមិនទិញយកទៅភ្លុកទៅអីហើយមកចិត្តមកដាច់ដល់ហើយគេមុនហូបគេសើចសិនស្រាប់នេះគេហៅគ្រូសម្រគឺស្រាមានរសជាតិបែបនេះអត់សូវធំស្រាប្រហែលនេះប៉ុន្តែតែថាគេដាក់ផ្លែឈើប៉ុន្តែស្រួលលេបប៉ុន្តែលេបទៅដល់ណាក្តៅដល់នោះអញ្ចឹងស្រាកឥឡូវវីដេអូរបស់យើងទិញស្រាបានហើយភ្លុកបានដែរវាប៉ុណ្ណឹងបងប្អូនគ្នាបាទ1លីត្រត្រឹមតែ5000 1លីត្រត្រឹមតែ5000ទេបាទស្រាសម្បង